បាទគោរពជំរាបសួរពុកម៉ែបងអូនជាទីគោរពអានថ្ងៃនេះខ្ញុំបាទលើយករឿងនិទានខ្មែរបុរាណមកចែកជូនពុកម៉ែបងអូនស្ដាប់ទស្សនាទុកជាការកំសាន្តអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងចូលទៅសាច់រឿងយើងតែម្ដងរឿងមិត្តភាពនៅជ្រលងភ្នំមកេកាលពីព្រេងនាយមានយក្សម្នាក់ឈ្មោះអសុរារស់នៅក្នុងឡាអាងភ្នំដ៏ឆ្ងាយដាច់ស្រយាលខុសពីយក្សដទៃអសុរាជាយក្សដែលមានចិត្តធម៌ចូលចិត្តសន្សំសេលនិងមិនដែលធ្វើបាបសត្វលោកឡើយប៉ុន្តែដោយសាររូបរាងធំខ្ពស់មុខមាត់គួរឲ្យខ្លាចនិងមានចង្កុំស្ពាតអ្នកស្រុកតែងតែភ័យខ្លាចហើយហាមមិនឲ្យកូនចៅចូលទៅជិតភ្នំនោះឡើយថ្ងៃមួយមានក្មេងប្រុសម្នាក់ឈ្មោះសុកបានវង្វេងផ្លូវក្នុងព្រៃជ្រៅខណៈពេលកំពុងដើរបេះផ្លែឈើសុកបានដើរទៅដល់មុខឡាអាងរបស់អសុរាទាំងមិនដឹងខ្លួនពេលនោះស្រាប់តែមានសត្វខ្លាដំបងមួយដ៏ធំបំរុងនឹងលោតមកខាំសុកការជួបគ្នាជាលើកដំបូងភ្លាមនោះសំឡេងក្រហមដ៏ខ្លាំងមួយបានបន្លឺឡើងឈប់ភ្លាមអសុរាបានដើរចេញពីឡាអាងហើយដេញសត្វខ្លានោះឲ្យរត់បាត់ទៅសុកភ័យញ័ររន្ធត់ដួលទៅលើដីព្រោះគិតថាខ្លួនច្បាស់ជាត្រូវយក្សនេះស៊ីជាចំណីមិនខានប៉ុន្តែអសុរាបានបន្ទាបខ្លួនចុះយ៉ាងទន់ភ្លន់ហើយនិយាយថាកុំភ័យអីក្មេងតូចយើងមិនធ្វើបាបឯងទេតើឯងមកពីណាបានជាមកដល់ទីនេះសុកឃើញយក្សនិយាយផ្អែមល្ហែមក៏ចាប់ផ្ដើមបាត់ភ័យបន្តិចម្ដងហើយប្រាប់ពីរឿងវង្វេងផ្លូវអសុរាបានបេះផ្លែឈើព្រៃផ្អែមមកឲ្យសុកហូបនិងជួយនាំផ្លូវសុករហូតដល់ជីភូមិមេរៀនដែលទទួលបានចាប់តាំងពីថ្ងៃនោះមកសុកតែងតែលួចមកលេងជាមួយអសុរាជារៀងរាល់ថ្ងៃអ្នកទាំងពីរបានក្លាយជាមិត្តល្អនឹងគ្នាសុកបានបង្រៀនអសុរាឲ្យចេះច្រៀងចម្រៀងមនុស្សរីឯអសុរាបានជួយការពារភូមិរបស់អ្នកស្រុកពីសត្វសាហាវនិងជួយលើកធ្មធំដើម្បីធ្វើទំនប់ទឹកអ្នកភូមិដែលធ្លាប់តែខ្លាចក៏ចាប់ផ្ដើមយល់ថាជារូបរាងខាងក្រៅមិនមែនជាការវាស់វែងទឹកចិត្តមនុស្សឬសត្វឡើយអត្ថន័យនៃរឿងកុំវាយតម្លៃមនុស្សតាមរយៈរូបរាងខាងក្រៅចិត្តមេត្តានិងសេចក្តីល្អអាចរំលាយរាល់ការរើសអើងនិងការភ័យខ្លាចបានបើចង់សូមចូលទៅ Channel YouTube រួចចុច Subscribe ដើម្បីទទួលបានរឿងនិទានជាបន្តបន្ទាប់សូមអរគុណ